មានរបប tablet បានធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកយើងមានការផ្លាស់ប្ដូរជាច្រើនមិនថាការងារឬការកម្សាន្តនោះទេដែលនិយាយបានថាវាជំនួសកុំព្យូទ័រមួយផ្នែកធំទៅហើយសប្តាហ៍ថ្ងៃ tablet ភាគច្រើនមានទំហំចាប់ពី7អ៊ីងទៅដល់10អ៊ីងនិងមានសមត្ថភាពខុសគ្នាទៅតាមតម្លៃរបស់វាហើយខ្ញុំសង្កេតឃើញថា tablet ដែលមានមនុស្សទូទៅនិយមប្រើគឺ iPad ព្រោះរបៀបប្រើប្រាស់របស់វាមិនស្មុគស្មាញហើយងាយស្រួលក្នុងការលេងហ្គេមនិងមើលវីដេអូ React Tablet ដែលដំណើរការដោយ Android វិញមិនសូវជាពេញនិយមច្រើនប៉ុន្មានទេព្រោះវាផ្ដោតខ្លាំងទៅលើការងារនេះគឺជា Galaxy Note Pro 12.2 inch ជា tablet ជំនាន់ចុងក្រោយនិងមានទំហំធំជាងគេរបស់ Samsung ដែលរចនាមកយ៉ាងពិសេសសម្រាប់អ្នកជំនួញអាជីពមកមួយផ្លែតអ្នកអាចនឹងគិតថាវាគ្មានអ្វីអស្ចារ្យនោះទេព្រោះវាមានរូបរាងស្រដៀងទៅនឹង Galaxy Note 10.1 2014ដែលគ្រាន់តែមានទំហំធំជាងតែប៉ុណ្ណោះប៉ុន្តែអ្នកប្រហែលជាគិតខុសហើយព្រោះម្ដងនេះ Samsung បានផ្ចិតផ្ចង់នឹងធ្វើការកែប្រែច្រើនទៅលើ tablet ចំនួនថ្មីនេះ Galaxy Note Pro មានទំហំអេក្រង់ 12.2 អ៊ីងកម្រាស់8មីលីម៉ែត្រនិងទម្ងន់753ក្រាមជា tablet ធំបំផុតដែលខ្ញុំមិនធ្លាប់បានកាន់ពីមុនមកនោះទេហើយបើយើងប្រៀបធៀបជាមួយនឹង iPad Air វិញគឺវាក្រាស់ជាងកន្លះមីលីម៉ែត្រនិងធ្ងន់ជាងប្រហែលជា300ក្រាមឯណោះការរចនាផ្នែកខាងក្រៅរបស់វាមិនខុសពី Note 10.1 អ៊ីងនោះទេដោយសន្ទះខាងក្រៅរបស់វាធ្វើឡើងពីផ្លាស្ទិកដែលមើលទៅដូចជាស្បែកនិងមានធ្នេរដេរព័ទ្ធជុំវិញប៉ុន្តែអ្វីដែលប្លែកនោះគឺផ្ទៃខាងមុខរបស់វាដោយ Samsung បានបំពាក់អេក្រង់ Super Clear LCD កម្រិតរូបភាព 2560x1900 pixel ដែលមានលក្ខណៈភ្លឺថ្លានិងច្បាស់ល្អទៅលើ tablet នេះហើយប៊ូតុងទាំង3បានផ្លាស់ប្ដូរដោយដាក់ប៊ូតុង Multitasking ជំនួសប៊ូតុង Setting វិញទំហំរបស់ Note Pro គឺរាងធំបន្តិចហើយសម្រាប់អ្នកដែលមានប្រអប់ដៃតូចគឺពិតជាពិបាកកាន់ណាស់ហើយក៏ពិបាកយកទៅតាមខ្លួនដែរប៉ុន្តែបើនិយាយពីតម្រូវការប្រើប្រាស់វិញគឺវាពិតជាមានប្រយោជន៍អ្នកសាកស្រមៃថាអ្នកកំពុងលេងហ្គេមឬមើលវីដេអូនៅលើអេក្រង់ 12.2 អ៊ីងរបស់ Note Pro មួយនេះថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណាជាការពិតណាស់អ្នកនឹងលេងនឹកនាដោយ smartphone ឬ laptop ទៀតហើយព្រោះវាងាយស្រួលកាន់និងស័ក្តិសមបំផុតក្នុងការលេងហ្គេមឬមើលវីដេអូកម្រិត HDយ៉ាងទៀតអ្នកអាចប្រើ Note Pro នេះសម្រាប់បំពេញការងារឬបង្ហាញឯកសារផ្សេងៗដល់អ្នករួមការងារនិងដៃគូជំនួញNote Pro ប្រើប្រាស់ TouchWiz menu UI ថ្មីដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat ហើយម្ដងនេះ Samsung បានធ្វើការកែប្រែច្រើនទៅលើ TouchWiz ថ្មីនេះដោយ icon ជាច្រើនបានផ្លាស់ប្ដូររូបរាងថ្មីឲ្យផ្ទាំងបង្ហាញដំណឹងមានលក្ខណៈប្លែកនិងពិសេសជាងមុនហើយវាមានភាពរហ័សរហួនមិនទាក់ដូច TouchWiz ជំនាន់មុនឡើយអ្វីដែលពិសេសនោះគឺមុខងារ Multi Windows ដែលអាចឲ្យយើងបើកកម្មវិធី4នៅក្នុងពេលតែមួយពលគឺវានឹងចែកអេក្រង់ដ៏ធំរបស់វាទៅជា4ជម្រែកនៅលើកម្មវិធីផ្សេងៗដូចជាមើលវីដេអូឆែកអ៊ីនធឺណិត Gmail ជាដើមប៉ុន្តែវារៀងពិបាកកំណត់បន្តិចនិងមិនសូវជារលូនប៉ុន្មានទេម្យ៉ាងទៀតខ្ញុំត្រូវចំណាយពេលមួយសន្ទុះតម្រង់កាសោជាមួយវាComment ជាមុខងារដ៏ពិសេសរបស់ Samsung ដែលវានឹងលេចឡើងនៅពេលដែលយើងដក Big Stylus ចេញពី Note Pro ហើយយើងអាចគូររូបរាងជា4ជ្រុងនៅលើផ្ទៃអេក្រង់ដើម្បីបើកកម្មវិធីចាំបាច់មួយចំនួនបានយ៉ាងរហ័ស
Galaxy Note Pro ប្រើប្រាស់ CPU ដែលមានកម្លាំងខ្លាំង Exynos 5 Octa Quad Core 1.9 GHz អ្វីតែបើតែវាមានល្បឿនលឿននិងមានសមត្ថភាពខ្លាំងមែនប៉ុន្តែវាធ្វើឲ្យ tablet របស់យើងចាប់ក្តៅបន្តិចប៉ុន្តែមិនក្តៅខ្លាំងដូច iPad Air ទេ RAM របស់វាមានទំហំ 3GB ដែលអាចដំណើរការមុខងារនឹងកម្មវិធីផ្សេងៗបានយ៉ាងប្រសើរខ្ញុំមិនដែលមើលវីដេអូនៅលើ tablet ដែលមានអេក្រង់ធំនិងភ្លឺច្បាស់ដូច Note Pro នោះទេចំណែកឯ game ដែលមាន graphic ធំៗដូចជា game ប្រណាំងឡាន GT Racing Dead Tracker 2 កាន់តែធ្វើឲ្យយើងជក់ចិត្តចំពោះកាមេរ៉ារបស់ Note Pro គឺមានទំហំ8 megapixel autofocus អាចថតយករូបភាពក្នុងកម្រិត 3264 2448 pixel បើតាមការថតជាក់ស្ដែងខ្ញុំឃើញថាវាមានសមត្ថភាពថតច្បាស់ជាង tablet ដទៃទៀតហើយវាថែមទាំងអាចថតវីដេអូបានក្នុងកម្រិត 1080 pixel ផងដែររីឯកាមេរ៉ាខាងមុខរបស់វាវិញមានទំហំ2 megapixelរឿងចម្បងមួយដែលយើងមិនអាចចោលបាននោះគឺថាមពលថ្មតែម្ដងតែកុំបារម្ភអីពីព្រោះ Samsung បានបំពាក់ថាមពលថ្មនៅលើ Note Pro នេះទំហំដល់ទៅ 9500 mAh ណោះហើយបើយើងប្រៀបធៀបជាមួយនឹង iPad Air វិញគឺវាធំជាងប្រហែលជា600 mAh ប៉ុន្តែយើងត្រូវចំណាយពេលយ៉ាងយូរគួរសមក្នុងការសាកថ្ម tablet នេះឲ្យពេញសរុបសេចក្តីមកយើងអាចនិយាយបានថា Galaxy Note Pro ជា tablet ដែលមានអត្ថប្រយោជន៍ច្រើនយ៉ាងតែមកនេះជំនួយនឹងកម្មវិធីកម្សាន្តជាពិសេសនៅពេលដែលយើងធ្វើដំណើរផ្លូវឆ្ងាយឬពិភាក្សាមួយចំនួនគឺជា tablet ដែលអាចបំពេញសេចក្តីត្រូវការយើងបានច្រើនរួមជាមួយនឹងថាមពលថ្មទំហំធំអាចប្រើប្រាស់បានជាច្រើនម៉ោងទៀតផងយ៉ាងណាមិញទំហំរបស់ tablet នេះគឺវារាងធំប្រហែលទៅនឹង laptop ទៅហើយដែលធ្វើឲ្យអ្នកប្រើប្រាស់ខ្លះពិបាកកាន់និងទុកដាក់ហើយបើសម្រាប់អ្នកដែលមិនសូវយល់ច្បាស់ពីអត្ថប្រយោជន៍របស់វានោះច្បាស់ជាឆាប់ធុញទ្រាន់នឹងវាជាជាមិនខាន Galaxy Note Pro 12.2 មានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយក្នុងតម្លៃ$850ដែលជាតម្លៃមួយដ៏ខ្ពស់គួរសមប៉ុន្តែខ្ញុំជឿជាក់ថាតម្លៃរបស់វានឹងធ្លាក់ចុះនៅពេលឆាប់ៗនេះ